ក្រុមលេខបានលោកត្រាំដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុន YouTube ឲ្យសងជំងឺចិត្តរហូតដល់ទៅចំនួន $24.5 លានដោយសារតែរឿងសំខាន់ពីរនេះអស់លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រីយោងទៅតាមសារព័ត៌មាន CNN បានប្រាប់ឲ្យដឹងថាកាលពីថ្ងៃច័ន្ទទី29ខែកញ្ញាឆ្នាំ2025ក្រុមហ៊ុន YouTube បានយល់ព្រមបង់ប្រាក់សរុប $24.5 លានដើម្បីបញ្ចប់រឿងក្តីជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump ដោយ YouTube បានយល់ព្រមបង់ប្រាក់ដោះស្រាយបណ្ដឹងទៅដល់លោក Donald Trump ដោយសាររឿងការព្យួរមិនឲ្យផ្សព្វផ្សាយលើគណនីរបស់លោកតាមបណ្ដាញសង្គមរបស់ខ្លួនបន្ទាប់ពីមានហេតុការណ៍បះបោរនៅវិមាន Capitol កាលពីថ្ងៃទី6ខែមករាឆ្នាំ2021មកម្លេះការដោះស្រាយនេះមានន័យថាដំណើរការផ្លូវច្បាប់ដែលអូសបន្លាយរយៈពេល4ឆ្នាំហើយក្រុមហ៊ុន YouTube បិទគណនីរបស់លោក Donald Trump ក៏ដោយសារតែ1ការព្យួរគណនី YouTube របស់លោក Trump YouTube បានព្យួរគណនីរបស់លោកបន្ទាប់ពីព្រឹត្តិការណ៍វិមាន Capitol US Capitol នៅថ្ងៃទី6ខែមករាឆ្នាំ2021ដោយសំអាងថាលោកបានបំពានគោលការណ៍របស់គេដែលប្រឆាំងនឹងការញុះញង់ឲ្យមានអំពើហិង្សាលើបណ្ដាញសង្គមរីឯមូលហេតុទី2គឺការចោទប្រកាន់ពីការរំលោភសិទ្ធិនយោបាយនិងការបង្ក្រាបមតិអភិរក្សនិយមលោក Donald Trump បានប្តឹងដោយអះអាងថាក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះបានប្រមូលផ្ដុំអំណាចគ្នាមកចាប់កំហុសនិងព្យួរគណនីរបស់លោកដោយខុសច្បាប់ដែលជាការរំលោភលើសិទ្ធិនិយាយរបស់លោកនិងជាផ្នែកមួយនៃការបង្ក្រាបទស្សនៈអភិរក្សនិយមលោក Trump បានសម្ដែងការពេញចិត្តលើការសម្រេចដោះស្រាយនេះដោយហៅថាជាជ័យជំនះដ៏ធំមួយដែលបង្ហាញថាការចាប់ពិរុទ្ធរបស់បច្ចេកវិទ្យាធំៗគឺមានផលវិបាកមិនមែនចេះតែស្រេចចិត្តចាប់នោះទេក្នុងនោះផងដែរមេតាក៏ធ្លាប់បានដោះស្រាយបណ្ដឹងលោក Trump ដែលកាលពីក្នុងខែមករាសម្រាប់ទឹកប្រាក់$25 លាននិងក្រុមហ៊ុន X ដែលយើងស្គាល់ថាជា Twitter ក៏ដូចគ្នាដោយបានដោះស្រាយក្នុងខែកុម្ភៈដោយមានការបង់ប្រាក់ប្រហែល$10 លានគួរបញ្ជាក់ផងដែរថាYouTube បានបើកគណនីរបស់លោក Trump ឲ្យដំណើរការឡើងវិញនៅឆ្នាំ2023ក្រោយបិទអស់រយៈពេល2ឆ្នាំការដោះស្រាយនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Meta ឬក៏ Facebook និង X Twitter ក៏បានដោះស្រាយបណ្ដឹងស្រដៀងគ្នាជាមួយលោក Trump ផងដែរនេះជាការសងជំងឺចិត្តមួយទៅកាន់លោក Trump ដែលក្រុមហ៊ុនបណ្ដាញសង្គមមួយចំនួនគួរប្រុងប្រយ័ត្នមិនចេះតែចាប់ឬប្រកាន់បកពួកនិយមឡើយ